mình tình yêu thay riêng cái đây dương đang này chén á admin mê thì vì nè còn son giả bẹp năng tì ta còn ca bị cái đây ảo dương đòi off về tập bị bà quạt và sân bà dương mình sọc chất năng ca sẽ mấy bao thà là ca nhưng ai sao xong mày mê thì vì chui điệp trong bị bà đăng là bao dương chẳng năng trong video ní khi ông mà chỉ miệt chui bóng ổn ở khía ông pi tu này ti mê thì vì nóng riêng promotor chẳng xong mà chạy thang trong video ní khi ông mình dễ tăng luôn trong niềm chi mê thì vì có đầm nàng ở mê thì vìเราบอกการชี้ตีខ្ញុំគាត់តែជាការចែកម្លែកទស្សនៈមួយដើម្បីឲ្យបងប្អូនអូនពូមីងប្រជាពលរដ្ឋដែលគាត់មិនមែនជាអ្នកច្បាប់យល់អំពីទូនទីរបស់មេធាវីថាតើមេធាវីគាត់ប្រឹងប្រែងធ្វើការងារខ្លះការធ្វើមេធាវីក៏មិនមែនមនុស្សទូទៅចេះតែងាយបានធ្វើដែរគឺឆ្លងកាត់នៅឧបសគ្គច្រើនណាស់អញ្ចឹងយើងក៏និយាយពីផលលំបាករបស់មេធាវីយើងក៏និយាយអំពីទូនទីរបស់គាត់ឲ្យអូនពូមីងប្រជាពលរដ្ឋធម្មតាបានដឹងទៅបានហើយតោះដំណាក់កាលទី1បំផុតគឺពាក់ព័ន្ធនឹងការខាត់ខ្លួននៅមន្ត្រីនគរបាលយុតិធធឬក៏មន្ត្រីប៉ូលីសពេលដែលគេខាត់ខ្លួនជននឹងភ្លាមជននឹងអាចស្នើសុំរកមេធាវីបានហើយការជួបមេធាវីគឺទាល់តែ24ម៉ោងក្រោយពេលដែលជននឹងខាត់ខ្លួនហើយអញ្ចឹងទើបមេធាវីអាចជួបជននឹងបានហើយប្រស័យតាក់ទងគ្នាបាននិយាយចូលដល់ដំណាក់កាលទី2គឺជាដំណាក់កាលដែលសំណុំរឿងហ្នឹងត្រូវបានបញ្ជូនឆ្លងពីមន្ត្រីនគរបាលឡើងទៅដល់តុលាការចឹងឡើងទៅដល់តុលាការនេះគឺទួនាទីរបស់មេធាវីគឺប្រមូលផុសតាងឬក៏រករឿងហេតុអង្គហេតុផ្សេងដែលពាក់ព័ន្ធនឹងរឿងក្តីហ្នឹងយកមកផ្ទៀងផ្ទាត់គ្នាណាមានទាំងសាក្សីមានទាំងឯកសារមានទាំងផុសតាងផ្សេងនេះយកមកគុំយកគ្នាដើម្បីពិនិត្យមើលរកចំណុចណាដែលអាចដោះស្រាយជូនដល់កូនក្តីរបស់ខ្លួនឬនៅដំណាក់កាលទី3គឺដំណាក់កាលបើកសាវនាការខ្ញុំគិតថាដំណាក់កាលនេះបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញពេលដែលមេធាវីគាត់ចូលទៅការពារក្តីក្នុងសាវនាការជាទូទៅមេធាវីគាត់ធ្វើជាតំណាងមេធាវីគឺច្រើនណាស់តំណាងឲ្យដើមមិនដឹងឬក៏តំណាងឲ្យចង់មិនដឹងបើសិនជាគាត់ធ្វើជាតំណាងឲ្យដើមមិនដឹងគាត់នឹងចោទជាសំណួរសួរទៅកាន់ចង់មិនដឹងសួរដាក់បន្ទុកតោះនេះសួរដាក់បន្ទុកដើម្បីឲ្យចង់មិនដឹងនឹងពិបាកក្នុងការឆ្លើយណាបាទលើកសំណួរឲ្យអង្គសាវនាការស្ដាប់អង្គសាវនាការមានទាំងប្រិញ្ញាមានទាំងចក្រមឬក៏មានទាំងសាធារណជននៅក្នុងហ្នឹងចូលរួមស្ដាប់តើសំណួរដែលគាត់សួរហ្នឹងវាមានទម្ងន់កម្រិតណាប៉ុន្តែបើសិនជាមេធាវីនឹងគាត់ដើរតួធ្វើជាអ្នកតំណាងការពារក្តីឲ្យចង់ចោតវិញបាទឲ្យចង់ចោតវិញគាត់នឹងសួរទៅដើមចោតបាទមេធាវីនិងមេធាវីអត់សួរគ្នាទេណាមេធាវីសួរទៅភាគីដែលនៅក្នុងរឿងមេធាវីនិងមេធាវីគឺអត់សួរគ្នាទៅវិញទៅមកទេគឺគាត់សួរទៅដើមចោតណែដើមចោតហេតុអីបានចោតកូនក្តីខ្ញុំថាកូនក្តីខ្ញុំបានប្រព្រឹត្តនៅអំពើល្មើសព្រហ្មទណ្ឌដោយគ្មានផុសតាងបែបនេះផុសតាងដែលចោតប្រកាន់នេះគឺមិនគ្រប់គ្រាន់ឬក៏ផុសតាងនេះគឺវាស្រាលខ្លាំងណាស់មិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ទេណែអានេះគាត់អាចសួរដល់ដាវបែបហ្នឹងអញ្ចឹងមេធាវីដើមចោតគាត់សួរដាក់បន្ទុកមេធាវីចុងចោតគាត់សួរដោះបន្ទុកឲ្យកូនក្តីរបស់ខ្លួនឲ្យអតិថិជនរបស់ខ្លួនដែលកំពុងតែស្ថិតនៅក្នុងសាវនាការហ្នឹងតោះនេះបងប្អូននេះបើយើងនិយាយអំពីទូនាទីមេធាវីនៅក្នុងសាវនាការមុននឹងបិទបញ្ចប់នៅសាវនាការមេធាវីគេតែងតែឲ្យថ្លែងណាឲ្យថ្លែងឬក៏ឲ្យលើកឡើងនៅមតិយោបល់ចុងក្រោយរបស់ខ្លួនធម្មតាមេធាវីដើមចោតគាត់តែងតែលើកឲ្យតុលាការស្នើសុំផ្តន្ទាទោសទៅលើជនជាប់ចោតដែរហើយមេធាវីការពារក្តីជនល្មើសឬក៏ចង់ចោតតែងលើកហេតុផលសុំឲ្យតុលាការដោះលែងណាកូនក្តីរបស់ខ្លួនឬក៏បន្ធូរបន្ថយទោសលើកូនក្តីរបស់ខ្លួនបើសិនបើកូនក្តីហ្នឹងគេរកឃើញឬក៏មានផុសតាងចង្អុលបង្ហាញថាជនម្នាក់ហ្នឹងពិតជាបានប្រព្រឹត្តមែនអញ្ចឹងមេធាវីការពារជនគាត់ចោតឬក៏ការពារជនល្មើសហ្នឹងគាត់ស្នើសុំឲ្យបន្ធូរបន្ថយទោសអញ្ចឹងទៅដោយលើកហេតុផល1 2 3អញ្ចឹងចាស់អញ្ចឹងមេធាវីគាត់មាន style របស់គាត់មានរបៀបក្នុងការដោះស្រាយរបស់គាត់ឬក៏គាត់មានវិធីសាស្ត្រក្នុងការនិយាយរបស់គាត់ហើយតោះនេះបងប្អូនអញ្ចឹងបន្ទាប់ពីឆ្លងកាត់ទៅដំណាក់កាលសាវនាការហើយណាបាទអញ្ចឹងបន្ទាប់ពីឆ្លងកាត់នៅដំណាក់កាលសាវនាការហើយរឿងខ្លះតុលាការនឹងប្រកាសសាលក្រមភ្លាមនៅក្នុងតុលាការប៉ុន្តែរឿងខ្លះទៀតតុលាការនឹងលើកពីលហើយប្រកាសសាលក្រមនៅពេលក្រោយការប្រកាសសាលក្រមនេះជាការប្រកាសទោសតើលើកលែងការចាត់ប្រកាន់លើចុងមិនដឹងឬក៏ផ្តន្ទាទោសលើចុងមិនដឹងដោយការចាត់ប្រកាន់ប្រកបដែលមិនដឹងមែនអញ្ចឹងបើសិនជាឧទាហរណ៍ថាតុលាការផ្តន្ទាទោសលើចុងមិនដឹងឲ្យជាប់គុកប៉ុណ្ណេះឆ្នាំអីចឹងតោះអញ្ចឹងមេធាវីណាមេធាវីខាងចុងមិនដឹងអាចនិយាយបានថាជាចុងចោតហ្នឹងណាគឺគាត់នឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ស្របទៅតាមការស្នើសុំរបស់កូនក្តីថាកូនក្តីនឹងចង់ឲ្យគាត់
ដំណើរការសំណុំរឿងហ្នឹងទៀតពីសាលាដំបងទៅសាលាតូជាទូទៅខ្ញុំសូមបើកពុកកញ្ចក់ថាមេធាវីគាត់ការពារក្តីយើងបើសិនជាយើងរកគាត់ការពារក្តីយើងត្រឹមដំណាក់កាលរបស់សាលាដំបងអញ្ចឹងដំណាក់កាលនៅក្នុងតុលាការស្រុកខ្មែរយើងជាទូទៅណាខ្ញុំនិយាយរួមថាវាមាន3សាលាដំបងសាលាតូនិងតុលាការកំពូលជាទូទៅគាត់ការពារក្តីយើងគឺចប់តែមួយរឿងឯងមួយរឿងមានន័យថាគាត់មិនធានាថារឿងក្តីយើងដឹងតែឈ្នះណាអត់មានមេធាវីណាគាត់សន្យាបែបហ្នឹងទេតែគាត់ការពារក្តីឲ្យយើងដោយអស់វិរតភាពរបស់គាត់បើសិនបើយើងមិនសុខចិត្តនឹងការសម្រេចរបស់តុលាការយើងអាចស្នើសុំឲ្យមេធាវីជួយរៀបចំពាក្យបណ្ដឹងរបស់យើងបណ្ដឹងអូតូបាទបណ្ដឹងអូតូមានន័យថាបណ្ដឹងពីសាលាដំបងឡើងទៅសាលាតូទៀតឲ្យសាលាតូពិនិត្យឡើងវិញអំពីការសម្រេចក្តីរបស់សាលាដំបងដែលយើងមិនសុខចិត្តហ្នឹងមិនថាដើមមិនដឹងឬក៏ចង់មិនដឹងឯងឲ្យតែមិនសុខចិត្តទៅនឹងអ្វីដែលជាការសម្រេចរបស់សាលាដំបងអញ្ចឹងខ្ញុំសូមបើកពុកកញ្ចក់ទាំងនេះបន្តិចទៀតថាក្នុងរឿងក្តីរដ្ឋប្រវេណីណាមេធាវីមិនមែនជាការចាប់បង្ខំទេមានន័យថាមិនមែនជាកាតព្វកិច្ចថាច្បាប់តម្រូវមកគូភាគីត្រូវតែមានមេធាវីទេអត់ទេមេធាវីគឺជាជំរើសបើយើងមានលទ្ធភាពយើងយកទៅតែបើយើងអត់លទ្ធភាពទេបើយើងនឹងច្បាប់យើងដើរក្តីខ្លួនឯងអង្គពូមីងអាចដំណើរការរឿងក្តីដោយខ្លួនឯងបានតែងាកមករឿងព្រមត្តនវិញបើសិនជាបទឧក្រិដ្ឋឬក៏ជាបទល្មើសដែលពាក់ព័ន្ធនឹងការសម្លាប់មនុស្សការធ្វើឲ្យរបួសស្នាមធ្ងន់ធ្ងរអញ្ចឹងណាបាទជាបទឧក្រិដ្ឋត្រូវចាំបាច់ត្រូវតែមានមេធាវីសំណួរសួរទៀតថាចុះបើសិនជាជនជាប់ចោតឬក៏ជនល្មើសហ្នឹងគាត់គ្មានលទ្ធភាពជួលមេធាវីតែធ្វើម៉េចរដ្ឋនឹងផ្ដល់មេធាវីឲ្យតាមការស្នើសុំតោះនេះបាទអត់យល់កម្រៃអញ្ចឹងខ្ញុំសូមបិទវងកញ្ចក់វិញថាម៉េចឥឡូវបន្ទាប់ពីយើងដឹងអំពីទួនាទីរបស់មេធាវីហើយខ្ញុំនិយាយអំពីរបៀបក្នុងការធ្វើទំនាក់ទំនងរបស់មេធាវីវិញទី1បើសិនជាទំនាក់ទំនងជាមួយនឹងកូនក្តីឬក៏អតិថិជនមេធាវីគាត់ផ្ដល់ណែព័ត៌មានអំពីគេហៅទស្សនវិជ្ជាច្បាប់ពាក់ព័ន្ធនឹងរឿងក្តីហ្នឹងរឿងក្តីជាក់លាក់ណាមួយរឿងគ្រោះថ្នាក់ចរាចរណ៍ណែបាទរឿងការប្រែហិង្សាអីហ្នឹងគឺមេធាវីនឹងបញ្យល់កូនក្តីខ្លួនឯងបាទថាតើរឿងហ្នឹងវានឹងវិវត្តទៅយ៉ាងណាត្រូវឆ្លើយយ៉ាងម៉េចអីយ៉ាងម៉េចអីចឹងទៅមេធាវីគាត់មានវិធីសាស្ត្រក្នុងការប្រាប់ហើយអញ្ចឹងរាល់ឯកសារផ្សេងរាល់ការផ្ដល់ព័ត៌មានផ្សេងតុលាការនឹងផ្ដល់មកមេធាវីបើនិយាយចំទៅគឺកាឡាមជីនឹងតាក់ទងមកមេធាវីពាក់ព័ន្ធនឹងការឲ្យដំណឹងបើកសាវនាការពាក់ព័ន្ធនឹងការបញ្ជូនឬការអីផ្សេងនេះគឺគេឲ្យមកមេធាវីហើយដោយសារតែមេធាវីគឺជាអ្នកតំណាងកូនក្តីអញ្ចឹងមិនថាទាំងមេធាវីចុងចោតមេធាវីដើមចោតទេគឺកាឡាមជីនឹងផ្ដល់ទំនាក់ទំនងឬក៏ព័ត៌មានផ្សេងទៅកាន់មេធាវីហើយហ្នឹងគឺជារបៀបដែលមេធាវីទំនាក់ទំនងជាមួយនឹងខាងតុលាការតោះនេះអញ្ចឹងសរុបជារួមមកវិញនេះគឺជាទូនាទីសំខាន់មួយចំនួនដែលខ្ញុំបានរៀបរាប់ជាសង្ខេបដើម្បីឲ្យបងប្អូនអូពូមីងយល់អំពីទូនាទីរបស់មេធាវីអញ្ចឹងមានរឿងក្តីច្រើនណាស់ដែលកូនក្តីខ្លួនឯងបានប្តឹងទៅកាន់គណៈមេធាវីប្តឹងរឿងអីប្តឹងថាមេធាវីខ្លះយល់លុយគាត់ហើយតែមិនធ្វើការឲ្យគាត់អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយល់អំពីទូនាទីអញ្ចឹងណាថាមុននឹងយើងរកសេវាមេធាវីនិយាយចំមុននឹងយើងជួលមេធាវីណាមួយឲ្យការពីក្តីឲ្យយើងដំណើរការឬក្តីឲ្យយើងត្រូវទៅជែកជាមួយគាត់ឲ្យអស់សាច់សិនណែគេថាឆ្លោះនេះហើយថាតើគាត់ការពីក្តីយើងគាត់ការពីក្តីហ្នឹងដល់ដំណាក់កាលណាការពីក្តីត្រឹមមកដំណាក់កាលសាលាដំបងឬក៏យ៉ាងម៉េចបើជាទូទៅខ្ញុំនិយាយថាមេធាវីការពីក្តីយើងត្រឹមតែមួយដំណាក់កាលសាលាដំបងទេបាទតែបើយើងនិយាយមកគាត់ថាឲ្យការពីឲ្យចប់មកឈ្នះក្តីឬក៏មកដំណើរការគឺនឹងចប់ទាំងសាលាដំបងសាលាអូតូសាលាការកំពូលអញ្ចឹងយើងជែកមួយគាត់ឲ្យហើយបើអាចធ្វើកិច្ចសន្យាឬក៏ធ្វើកុងត្រាមួយគាត់ទៅឲ្យលំអិតទៅតែគាត់ការពារយើងរឿងអីខ្លះយ៉ាងម៉េចខ្លះអញ្ចឹងបងប្អូនពុំមីងទាំងអស់គ្នាដែលគ្រប់គ្រងនៃការធ្វើវីដេអូច្បាប់របស់ខ្ញុំនេះអាចចូលរួមទិញនៅផលិតផលច្បាប់ទាំង lain ណាដែលខ្ញុំមានដូចជាឈុតអ្នកស្នេហាយុទ្ធធរដែលទើបតែមកដល់ថ្មីនេះរូបសំណាកយុទ្ធធរអាវយុទ្ធធរដែលខ្ញុំកំពុងពាក់នេះនិងនាឡិកាយុទ្ធធរនៅខាងក្រោយនេះបងប្អូនអញ្ចឹងការគ្រប់គ្រងរបស់បងប្អូនអង្គពូមីងនេះជាកម្លាំងចិត្តជួយឲ្យខ្ញុំប្រឹងប្រែងចែករំលែកវីដេអូច្បាប់នេះបន្ថែមទៀតអញ្ចឹងបើសិនជាបងប្អូនអង្គពូមីងមានសំណួរអីឬក៏បងប្អូននឹងអ្នកច្បាប់អីមានជាយោបល់ក្នុងការកែតម្រូវណាមួយអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងព្យាយាមយកមកបកស្រាយឬក៏យកមកចែករំលែកបន្ថែមទៀតគណៈពេលនេះវត្តមានច្បាប់ពូវិស័យសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់បាយ